ពេលខ្លះមិនមែនយើងមិនចង់នៅស្ងៀមស្ងាត់នោះទេប៉ុន្តែដោយសារតែការស្ងៀមស្ងាត់របស់យើងត្រូវបានអ្នកដទៃមើលស្រាលមើលងាយថាយើងជាមនុស្សមិនបានការគ្មានគំនិតក្នុងការបញ្ចេញមតិគ្មានសមត្ថភាពក្នុងការធ្វើកិច្ចការសំខាន់ៗទើបយើងនៅស្ងៀមមិននិយាយស្ដីបែបនេះដោយសារតែយើងមិនចង់ឲ្យគេមើលស្រាលទើបយើងរៀននិយាយដោយសារតែយើងខ្លាចបាត់បង់ឱកាសបាត់បង់ភាពយុត្តិធម៌ទើបយើងក្រោកឈរហើយបញ្ចេញមតិចុះបើយើងដឹងពីរបៀបដែលស្ងៀមស្ងាត់ប្រកបដោយធម៌ពលដែលមិនត្រឹមតែគេមិនហ៊ានមើលងាយយើងនោះទេគេថែមទាំងគោរពនិងឲ្យតម្លៃចំពោះយើងទៀតផងតើបងប្អូនទាំងអស់គ្នាចង់រៀនពីវាដែរឬទេវីដេអូនេះនឹងផ្ដល់ជូននៃការបកស្រាយយ៉ាងក្បោះក្បាយនៃគន្លឹះសំខាន់ៗចំនួន15ដើម្បីបណ្ដុះភាពស្ងៀមស្ងាត់ប្រកបដោយអំណាចហើយមិនត្រូវបានគេមើលងាយយើងទៀតផង1ត្រូវស្ងៀមស្ងាត់ដោយទំនុកចិត្តនេះគឺជាគ្រឹះដ៏សំខាន់បំផុតទំនុកចិត្តនៃភាពស្ងៀមស្ងាត់កើតចេញពីការយល់ដឹងនិងការទទួលស្គាល់តម្លៃរបស់ខ្លួនឯងដែលមិនចាំបាច់ស្រែកប្រកាសឲ្យពិភពលោកដឹងនោះទេអ្នកដែលមានភាពស្ងៀមស្ងាត់ប្រកបដោយទំនុកចិត្តគឺពួកគេមិនត្រូវការបញ្ជាក់ពីខាងក្រៅតាមរយៈការនិយាយស្ដីច្រើនឬការអួតអាងនោះទេពួកគេមានភាពស្ងប់ស្ងាត់និងមានស្ថិរភាពខាងក្នុងចិត្តរបស់ពួកគេភាសាកាយវិការរបស់ពួកគេដូចជាការឈរឬអង្គុយដោយត្រង់ខ្លួនសម្លឹងកែវភ្នែកទៅអ្នកនិយាយដោយស្ងប់ស្ងាត់ហើយកាយវិការទាំងនេះគឺខ្លាំងជាងពាក្យសម្ដីរបស់ពួកគេទៀតផងភាពស្ងៀមស្ងាត់របស់ពួកគេមិនមែនជាភាពអៀនខ្មាស់ទេតែជាការបង្ហាញពីការគ្រប់គ្រងខ្លួនឯងនិងភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនឧទាហរណ៍នៅក្នុងអង្គប្រជុំមួយមនុស្សដែលមានទំនុកចិត្តក្នុងការបង្ហាញភាពស្ងៀមស្ងាត់របស់ខ្លួនអាចនឹងមិនមែនជាអ្នកដែលនិយាយច្រើននោះទេប៉ុន្តែនៅពេលដែលពួកគេនិយាយពាក្យពេចន៍របស់ពួកគេគឺមានទម្ងន់និងត្រូវបានគេយកចិត្តទុកដាក់ស្ដាប់ព្រោះវាឆ្លុះបញ្ចាំងពីការគិតគូរបានដិតដល់ហើយមានភាពជឿជាក់បានយ៉ាងពិតប្រាកដ 2. មាត់ស្ងាត់តែមានសមត្ថភាពនិងមានលទ្ធផលការងារល្អគ្មានអ្វីអាចបញ្ជាក់ពីតម្លៃរបស់អ្នកបានប្រសើរជាងសមត្ថភាពនិងលទ្ធផលជាក់ស្ដែងនោះទេនៅពេលដែលអ្នកមានជំនាញពិតប្រាកដអ្នកអាចនឹងបង្កើតលទ្ធផលការងារដ៏ល្អឥតខ្ចោះលទ្ធផលការងាររបស់អ្នកនឹងនិយាយប្រាប់អ្នកដទៃជំនួសពាក្យសម្ដីរបស់អ្នកមនុស្សនឹងគោរពអ្នកដោយសារតែអ្វីដែលអ្នកអាចធ្វើបានមិនមែនដោយសារតែអ្វីដែលអ្នកនិយាយថាអ្នកអាចធ្វើបាននោះទេភាពស្ងៀមស្ងាត់របស់អ្នកនឹងត្រូវបានគេមើលឃើញថាជាការផ្ដោតអារម្មណ៍ទៅលើការងារជាងការចំណាយពេលនិយាយឥតប្រយោជន៍ឧទាហរណ៍វិស្វករម្នាក់ដែលមិនសូវនិយាយប៉ុន្តែតែងតែរចនាប្រព័ន្ធដែលដំណើរការដែលល្អឥតខ្ចោះនិងដោះស្រាយបញ្ហាបច្ចេកទេសស្មុគស្មាញបានដែលត្រូវបានគេគោរពនិងឲ្យតម្លៃខ្ពស់បើទោះបីជាគាត់មិនសូវចូលចិត្តបង្ហាញការនិយាយស្ដីវែងឆ្ងាយក៏ដោយ 3. ស្ងាត់ប៉ុន្តែស្ដាប់ដោយយកចិត្តទុកដាក់និងសង្កេតយ៉ាងស៊ីជម្រៅអ្នកដែលស្ងៀមស្ងាត់ច្រើនតែងតែមានឱកាសខ្លាចជាអ្នកស្ដាប់និងអ្នកសង្កេតដ៏ល្អឥតខ្ចោះជំនួសឲ្យការគិតតែអំពីអ្វីដែលខ្លួនត្រូវនិយាយបន្ទាប់ពួកគេផ្ដោតអារម្មណ៍ទាំងស្រុងទៅលើអ្វីដែលអ្នកដទៃកំពុងតែនិយាយទាំងពាក្យពេចន៍ទាំងភាសាកាយវិការនិងអារម្មណ៍ដែលបង្កប់អត្ថន័យនៅក្នុងពាក្យសម្ដីដែលអ្នកដទៃកំពុងតែនិយាយពួកគេសង្កេតមើលពីសក្តានុពលនៃក្រុមនិងបរិយាកាសជុំវិញខ្លួនការយល់ដឹងស៊ីជម្រៅនេះអនុញ្ញាតឲ្យពួកគេធ្វើការសម្រេចចិត្តបានយ៉ាងល្អជាងមុនហើយនៅពេលដែលពួកគេនិយាយពាក្យសម្ដីរបស់ពួកគេគឺមានភាពច្បាស់លាស់និងមានភាពល្អប្រសើរជាងអ្នកដែលចេះតែនិយាយតែមិនមានការសង្កេតយ៉ាងស៊ីជម្រៅឧទាហរណ៍នៅក្នុងការចរចាអ្នកដែលអនុវត្តការស្ដាប់ដោយស្ងៀមស្ងាត់អាចចាប់បាននៅចំណុចសំខាន់ឬចំណុចខ្សោយរបស់ភាគីម្ខាងទៀតដែលអ្នកនិយាយភាគច្រើនអាចនឹងមើលរំលងចំណុចសំខាន់ទាំងនេះ 4. ពេលនិយាយគឺនិយាយប្រកបដោយខ្លឹមសារគោលការណ៍នៃការនិយាយគឺគុណភាពជាងបរិមាណពេលអ្នកសម្រេចចិត្តបំបែកភាពស្ងៀមស្ងាត់របស់ខ្លួនចូលប្រកាសថាអ្វីដែលអ្នកនិយាយគឺមានតម្លៃមានអត្ថន័យនិងរួមចំណែកជាវិជ្ជមានដល់ការសន្ទនាឬស្ថានភាពដែលកំពុងតែនិយាយជៀសវាងការនិយាយដើម្បីតែបាននិយាយឬដើម្បីតែបំពេញភាពស្ងៀមស្ងាត់ពីពេចន៍របស់អ្នកគួរតែឆ្លុះបញ្ចាំងពីការគិតគូរបានដិតដល់និងមានការយល់ដឹងទៀតផងនៅពេលដែលអ្នកនិយាយតិចប៉ុន្តែមានខ្លឹមសារមនុស្សនឹងរងចាំស្ដាប់អ្នកឧទាហរណ៍នៅក្នុងអង្គប្រជុំក្រុមដែលកំពុងតែពិភាក្សាដោះស្រាយបញ្ហាបន្ទាប់ពីស្ដាប់អស់មួយសន្ទុះអ្នកអាចលើកឡើងនូវដំណោះស្រាយមួយដែលសង្ខេបចំចំណុចសំខាន់និងប្រកបដោយភាពច្នៃប្រឌិតដែលអ្នកដទៃនឹកស្មានមិនដល់ពេលនោះពាក្យសម្ដីរបស់អ្នកគឺពិតជាមានឥទ្ធិពលខ្លាំងណាស់ 5. ស្ងៀមស្ងាត់តែមានព្រំដែនភាពស្ងៀមស្ងាត់មិនមែនមានន័យថាអ្នកយល់ព្រមនៅអ្វីទាំងអស់ឬក៏អនុញ្ញាតឲ្យគេដើរជាន់លើអ្នកនោះទេការចេះកំណត់ព្រំដែនច្បាស់លាស់និងការការពារព្រំដែនទាំងនោះគឺជាសញ្ញានៃការគោរពខ្លួនឯងអ្នកត្រូវតែនិយាយថាទេដោយសុភាពរាបសារប៉ុន្តែត្រូវមានភាពម៉ឺងម៉ាត់នៅពេលដែលនរណាម្នាក់ព្យាយាមបំពានពេលវេលាធម៌ពលឬតម្លៃរបស់អ្នកការធ្វើបែបនេះគឺបង្ហាញថាអ្នកឲ្យតម្លៃទៅលើខ្លួនឯងហើយវានឹងធ្វើឲ្យអ្នកដទៃគោរពអ្នកផងដែរឧទាហរណ៍ជាក់ស្ដែងប្រសិនបើមិត្តរួមការងាររបស់អ្នក
តែងតែសូមឲ្យអ្នកជួយការងាររបស់ពួកគេទាំងដែលមិនមែនជាភារកិច្ចរបស់អ្នកហើយធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នកអាចនឹងនិយាយទៅកាន់គេដោយស្ងប់ស្ងាត់ថាខ្ញុំយល់ថាអ្នកត្រូវការជំនួយប៉ុន្តែពេលនេះខ្ញុំកំពុងតែរវល់ជាមួយនឹងកិច្ចការរបស់ខ្ញុំដូច្នេះខ្ញុំប្រហែលជាមិនអាចជួយអ្នកពេលនេះបានទេអ្នកគួរតែរកអ្នកណាដែលទំនេរអាចជួយកិច្ចការរបស់អ្នកជាជាងពឹងខ្ញុំដែលកំពុងតែរវល់កិច្ចការរបស់ខ្ញុំដែរ6ប្រើភាសាកាយវិការជំនួសពាក្យសម្ដីភាសាកាយវិការរបស់អ្នកអាចនិយាយបានច្រើនជាងពាក្យសម្ដីរបស់អ្នកទៀតផងជាពិសេសនៅពេលដែលអ្នកជាមនុស្សស្ងៀមស្ងាត់អេរីយ៉ាបតដែលបង្ហាញពីការបើកចំហដូចជាការឈរដោយមិនអោបដៃអេរីយ៉ាបតដែលបង្ហាញពីទំនុកចិត្តដូចជាការឈរឬក៏អង្គុយឲ្យត្រង់ខ្លួននិងអេរីយ៉ាបតដែលបង្ហាញពីការគោរពគឺជាការសម្លឹងកៅភ្នែកដោយសមរម្យនិងមិនមើលចុះក្រោមឬក៏មិនមើលទៅកន្លែងផ្សេងនៅពេលដែលនរណាម្នាក់កំពុងតែនិយាយជាមួយអេរីយ៉ាបតទាំងនេះគឺសំខាន់ខ្លាំងណាស់ភាសាកាយវិការវិជ្ជមានអាចទាក់ទាញការគោរពនិងធ្វើឲ្យអ្នកដទៃមានអារម្មណ៍ស្រណុកសុខស្រួលពេលដែលនៅក្បែរអ្នកឧទាហរណ៍នៅពេលដែលអ្នកកំពុងស្ដាប់នរណាម្នាក់អ្នកងក់ក្បាលបន្តិចដើម្បីបង្ហាញថាអ្នកយល់និងកំពុងតែយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេកំពុងតែនិយាយពេលនិយាយបើទោះបីជាតិចតួចក៏ដោយអ្នកត្រូវប្រើកាយវិការដែលសមរម្យដើម្បីបញ្ជាក់ពីចំណុចរបស់អ្នកមិនមែននិយាយឈរច្រត់ជាងគេឬក៏និយាយដាក់ដៃក្នុងហៅប៉ៅនេះទេ7ស្ងៀមស្ងាត់តែមានការគោរពចំពោះអ្នកដទៃប្រសិនបើអ្នកចង់ឲ្យអ្នកដទៃគោរពអ្នកត្រូវតែបង្ហាញការគោរពចំពោះអ្នកដទៃជាមុនសិននេះរួមបញ្ចូលទាំងការស្ដាប់ដោយយកចិត្តទុកដាក់នៅពេលដែលពួកគេនិយាយនិងការឲ្យតម្លៃចំពោះយោបល់របស់ពួកគេបើទោះបីជាអ្នកមិនយល់ស្របនឹងពួកគេក៏ដោយអ្នកត្រូវតែបង្ហាញការប្រព្រឹត្តដោយសុជីវធម៌និងមានវិជ្ជាជីវៈការមិនកាត់ក្តីដែលយកគំនិតខ្លួនឯងជាធំការមិននិយាយដើមគេនិងការទទួលស្គាល់គុណសម្បត្តិរបស់អ្នកដទៃគឺជាផ្នែកមួយនៃការបង្ហាញពីការគោរពឧទាហរណ៍បើទោះបីជាអ្នកមិនយល់ស្របនឹងគំនិតរបស់មិត្តរួមការងាររបស់អ្នកក៏ដោយអ្នកនៅតែស្ដាប់គេរហូតដល់ចប់ហើយឆ្លើយតបដោយការគោរពថាខ្ញុំយល់ពីទស្សនៈរបស់អ្នកប៉ុន្តែខ្ញុំមានការពិចារណាមួយគឺថា8ស្ងៀមស្ងាត់ដោយភាពស្មោះត្រង់និងភាពពិតប្រាកដមិនមែនសម្ដែងធ្វើជាខ្លួនឯងពិតដោយមិនព្យាយាមក្លែងបន្លំឬធ្វើជាមនុស្សម្នាក់ផ្សេងទៀតដើម្បីផ្គាប់ចិត្តអ្នកដទៃការប្រកាន់ភ្ជាប់នៃគោលការណ៍គុណធម៌និងតម្លៃផ្ទាល់ខ្លួនរបស់អ្នកមនុស្សគោរពអ្នកដែលមានភាពស្មោះត្រង់មានជំហរច្បាស់លាស់និងមានសកម្មភាពស្របតាមពាក្យសម្ដីបើទោះបីជាពាក្យសម្ដីនោះមានតិចតួចក៏ដោយភាពស្មោះត្រង់និងគុណតម្លៃរបស់ខ្លួនគឺជាប្រភពនៃកម្លាំងខាងក្នុងដែលអ្នកដទៃអាចទទួលអារម្មណ៍បានឧទាហរណ៍អ្នកមិនចូលរួមក្នុងការនិយាយដើមគេឬសកម្មភាពដែលអ្នកយល់ថាមិនត្រឹមត្រូវបើទោះបីជាអ្នកដទៃក្នុងក្រុមគេធ្វើក៏ដោយជំហររបស់អ្នកបើទោះបីជាស្ងៀមស្ងាត់ក៏បង្ហាញពីភាពស្មោះត្រង់របស់អ្នកដែរ9ស្ងៀមស្ងាត់តែមានការយល់ដឹងពីខ្លួនឯងការស្គាល់ខ្លួនឯងឲ្យបានច្បាស់អំពីចំណុចខ្លាំងចំណុចខ្សោយតម្លៃគោលបំណងអារម្មណ៍គឺជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំពីខាងក្នុងរបស់យើងនៅពេលដែលយើងយល់ច្បាស់ពីខ្លួនឯងអ្នកនឹងមានភាពជឿជាក់ដែលមិនអាស្រ័យទៅលើការយល់ឃើញរបស់អ្នកដទៃនោះទេភាពស្ងៀមស្ងាត់របស់អ្នកនឹងកើតចេញពីការយល់ដឹងអំពីខ្លួនឯងនិងការជ្រើសរើសដោយចេតនាមិនមែនកើតចេញពីភាពអៀនខ្មាស់ឬការមិនដឹងអ្វីដែលត្រូវនិយាយនោះទេអ្នកដឹងថាពេលណាដែលគួរស្ងៀមស្ងាត់ហើយពេលណាដែលគួរនិយាយដោយផ្អែកទៅលើការយល់ដឹងពីសមត្ថភាពនិងដែនកំណត់របស់ខ្លួនឯងឧទាហរណ៍ជាក់ស្ដែងអ្នកដឹងថាអ្នកពូកែខាងការវិភាគទិន្នន័យប៉ុន្តែមិនសូវពូកែខាងការធ្វើបទបង្ហាញជាសាធារណៈនោះទេដូច្នេះក្នុងកិច្ចប្រជុំអ្នកផ្ដោតទៅលើការស្ដាប់និងការកត់ត្រាហើយបន្ទាប់មកអ្នកអាចផ្ដល់នូវរបាយការណ៍សង្ខេបឬសំណើជាលាយលក្ខណ៍អក្សរដ៏មានតម្លៃដែលបង្ហាញពីចំណុចខ្លាំងរបស់អ្នក10គ្រប់គ្រងអារម្មណ៍ឲ្យបានល្អនៅពេលដែលអ្នកស្ងៀមស្ងាត់សមត្ថភាពក្នុងការគ្រប់គ្រងនិងឆ្លើយតបទៅនឹងអារម្មណ៍របស់ខ្លួនឯងដោយភាពចាស់ទុំគឺជាសញ្ញានៃភាពរឹងមាំខាងផ្លូវចិត្តមនុស្សដែលស្ងៀមស្ងាត់ហើយអាចរក្សាភាពស្ងប់ស្ងាត់នៅចំពោះមុខសម្ពាធការរិះគន់ឬស្ថានភាពតានតឹងត្រូវបានគេមើលឃើញថាមានភាពចាស់ទុំមានស្ថិរភាពនិងគួរឲ្យគោរពភាពស្ងៀមស្ងាត់របស់អ្នកក្នុងពេលមានវិបត្តិអាចបង្ហាញពីការគិតគូរបានដិតដល់ជាងការប្រតិកម្មដោយអន្ទះអន្ទែងឧទាហរណ៍ជាក់ស្ដែងនៅពេលមានកំហុសកើតឡើងក្នុងគម្រោងហើយមនុស្សគ្រប់គ្នាកំពុងតែជារបូកច្របល់អ្នកនៅតែរក្សាភាពស្ងៀមស្ងាត់វិភាគស្ថានភាពរួចស្នើសុំដំណោះស្រាយដោយស្ងប់ស្ងាត់និងមានហេតុផលនោះគឺបង្ហាញថាអ្នកជាមនុស្សដែលពូកែគ្រប់គ្រងអារម្មណ៍ហើយ11ស្ងៀមស្ងាត់តែមានការត្រៀមខ្លួនជានិច្ចការត្រៀមខ្លួនបានល្អគឺជាការបង្ហាញពីការយកចិត្តទុកដាក់មានវិជ្ជាជីវៈនិងការគោរពចំពោះពេលវេលារបស់ខ្លួននិងអ្នកដទៃមិនថាក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញការសន្ទនាសំខាន់ៗណាមួយទេការចំណាយពេលស្រាវជ្រាវនិងការរៀបចំទុកជាមុននឹងធ្វើឲ្យអ្នកមានទំនុកចិត្តហើយអាចរួមចំណែកប្រកបដោយអត្ថន័យ បើ
បើទោះបីជាអ្នកមិនស្ទើរនិយាយក៏ដោយអ្នកនឹងមិនមើលទៅដូចជាមនុស្សដែលមិនដឹងអ្វីសោះនោះទេឧទាហរណ៍មុនពេលចូលរួមសម្ភាសការងារអ្នកបានស្រាវជ្រាវពីក្រុមហ៊ុននិងទូនាទីដែលអ្នកដាក់ពាក្យបើទោះបីជាអ្នកមិនមែនជាមនុស្សនិយាយច្រើនក៏ដោយអ្នកអាចឆ្លើយនៅសំណួរបានយ៉ាងច្បាស់លាស់និងបង្ហាញពីចំណេះដឹងរបស់អ្នកចំពោះក្រុមហ៊ុននោះពេលនោះវាបង្ហាញថាអ្នកគឺជាមនុស្សដែលចេះត្រៀមលក្ខណៈនិងមានចំណេះដឹង12បើសួរសំណួរត្រូវសួរប្រកបដោយបញ្ញាអ្នកមិនចាំបាច់និយាយច្រើនដើម្បីបង្ហាញពីភាពឆ្លៀសវៃនោះទេពេលខ្លះការសួរសំណួរដែលត្រឹមត្រូវនិងស៊ីជម្រៅអាចមានឥទ្ធិពលជាជាងការបញ្ចេញមតិយោបល់វែងឆ្ងាយទៅទៀតការសួរសំណួរដែលជំរុញការគិតបង្ហាញពីការស្ដាប់ដោយយកចិត្តទុកដាក់ការវិភាគនិងការចង់យល់ដឹងកាន់តែច្បាស់វាបង្ហាញថាអ្នកកំពុងតែចូលរួមយ៉ាងសកម្មទោះបីជាអ្នកកំពុងតែស្ងៀមស្ងាត់ក៏ដោយឧទាហរណ៍នៅក្នុងការពិភាក្សាអំពីយុទ្ធសាស្ត្រថ្មីមួយបន្ទាប់ពីអ្នកស្ដាប់អ្នកដទៃនិយាយអ្នកអាចសួរថាតើយើងបានពិចារណាពីហានិភ័យដែលបានកើតមានប្រសិនបើយើងអនុវត្តយុទ្ធសាស្ត្រនេះហើយតើយើងមានផែនការសម្រាប់បម្រុងទុកអ្វីខ្លះដែរសំណួរនេះបង្ហាញថាអ្នកបានគិតគូរលើសពីអ្វីដែលគេកំពុងតែពិភាក្សាទៅទៀតដើម្បីជ្រើសរើសពេលនិយាយនិងជ្រើសរើសពេលស្ងៀមស្ងាត់នេះគឺជាសិល្បៈមួយដែលទាមទារការវិនិច្ឆ័យមិនមែនគ្រប់ការសន្ទនាទាំងអស់សុទ្ធតែត្រូវការចូលរួមរបស់អ្នកនោះទេរៀនវិតម្លៃថាតើពេលណាដែលជាការចូលរួមចំណែករបស់អ្នកពិតជាចាំបាច់និងមានតម្លៃនិងអាចមានឥទ្ធិពលជាវិជ្ជមានពេលខ្លះភាពស្ងៀមស្ងាត់គឺមានតម្លៃជាងពាក្យសម្ដីជាពិសេសនៅពេលដែលអ្នកដទៃកំពុងតែនិយាយរឿងមិនសមហេតុផលឬក៏នៅពេលដែលការនៅស្ងៀមស្ងាត់អាចជួយបន្ធូរបន្ថយភាពតានតឹងបានឧទាហរណ៍នៅពេលដែលមិត្តរួមការងារពីរនាក់កំពុងតែមានចំនួនពាក្យសម្ដីតូចតាចអំពីរឿងដែលមិនសំខាន់អ្នកជ្រើសរើសមិនចូលរួមឬមិនកាន់ជើងខាងបកណាមួយដោយរក្សាភាពស្ងៀមស្ងាត់និងបន្តធ្វើការរបស់អ្នកនេះគឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក14ស្ងាត់តែមានភាពរួសរាយរាក់ទាក់និងងាយស្រួលជិតស្និទ្ធភាពស្ងៀមស្ងាត់មិនត្រូវបានបកស្រាយថាជាភាពឆ្មាំងឆ្មៃក្រអឺតក្រទមឬមិនរាក់ទាក់នោះទេការរក្សាស្នាមញញឹមនៅពេលសមរម្យការងក់ក្បាលទទួលស្គាល់អ្នកដទៃនិងភាសាកាយវិការដែលបើកចំហអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍ស្រណុកចិត្តនៅពេលដែលនៅក្បែរអ្នកនិងចង់ប្រស្រ័យទាក់ទងជាមួយអ្នកបើទោះបីជាអ្នកមិនមែនជាអ្នកចាប់ផ្ដើមការសន្ទនាក៏ដោយឧទាហរណ៍បើទោះបីជាអ្នកជាមនុស្សស្ងៀមស្ងាត់ក្នុងពិធីជប់លៀងក៏ដោយនៅពេលដែលនរណាម្នាក់ដើរមករកនិយាយជាមួយអ្នកក៏ញញឹមធ្វើទំនាក់ទំនងកែវភ្នែករបស់អ្នកជាមួយគេនិងឆ្លើយតបដោយភាពរួសរាយរាក់ទាក់និងយកចិត្តទុកដាក់នេះគឺជាអាកប្បកិរិយាដ៏ល្អបំផុតសម្រាប់អ្នក15ស្ងាត់តែផ្ដល់កិត្តិយសដល់អ្នកដទៃនៅពេលដែលអ្នកមានអាការនិយាយហើយវាពាក់ព័ន្ធនឹងស្នាដៃឬការរួមចំណែករបស់អ្នកដទៃចូលមានចិត្តទូលាយក្នុងការផ្ដល់កិត្តិយសដល់ពួកគេនេះមិនត្រឹមតែបង្ហាញពីភាពថ្លៃថ្នូរនិងការគោរពចំពោះអ្នកដទៃប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបង្ហាញពីទំនុកចិត្តលើខ្លួនឯងផងដែរព្រោះអ្នកមិនត្រូវការដណ្ដើមយកកិត្តិយសរបស់អ្នកដទៃដើម្បីឲ្យខ្លួនឯងលេចធ្លោនោះទេមនុស្សនឹងគោរពអ្នកចំពោះភាពស្មោះត្រង់និងការចេះលើកតម្កើងអ្នកដទៃឧទាហរណ៍ជាក់ស្ដែងប្រសិនបើមានគម្រោងណាមួយដែលអ្នកដឹកនាំទទួលបានជោគជ័យហើយអ្នកត្រូវបានគេសរសើរអ្នកអាចនិយាយថាសូមអរគុណខ្ញុំពិតជាមានមោទនភាពចំពោះក្រុមការងាររបស់ខ្ញុំខ្លាំងមែនទែនភាពជោគជ័យនេះមិនអាចកើតឡើងបានទេបើគ្មានការខិតខំប្រឹងប្រែងនិងការរួមចំណែកដ៏អស្ចារ្យពីក្រុមការងារនៃផ្នែកនីមួយៗរបស់ខ្ញុំសរុបមកវិញការរក្សាភាពស្ងៀមស្ងាត់ប្រកបដោយអំណាចគឺជាការថ្លឹងថ្លែងរវាងការយល់ដឹងអំពីខ្លួនឯងការគ្រប់គ្រងខ្លួនឯងការគោរពអ្នកដទៃនិងការបង្ហាញពីសមត្ថភាពពិតប្រាកដរបស់អ្នកវាមិនមែនជាការគេចវេះអំពីការប្រស្រ័យទាក់ទងនោះទេប៉ុន្តែវាជាការជ្រើសរើសដោយចេតនាក្នុងការប្រើប្រាស់ភាពស្ងៀមស្ងាត់និងពាក្យសម្ដីជាឧបករណ៍ដើម្បីសម្រេចបាននូវគោលដៅនិងការកសាងការគោរពពីអ្នកដទៃនៅពេលដែលអ្នកបណ្ដុះនូវគុណសម្បត្តិទាំងនេះភាពស្ងៀមស្ងាត់របស់អ្នកនឹងក្លាយជាសញ្ញានៃប្រាជ្ញាដែលរឹងមាំមានភាពថ្លៃថ្នូរដែលធ្វើឲ្យអ្នកដទៃមិនត្រឹមតែមិនមើលងាយអ្នកនោះទេថែមទាំងផ្ដល់តម្លៃឲ្យអ្នកនិងគោរពអ្នកយ៉ាងពិតប្រាកដទៀតផងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា